សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាពេលនេះខ្ញុំមកបង្ហាញពី Facebook របស់ខ្ញុំដែលទទួលបានលុយពីក្រុមហ៊ុន Facebook ហើយនេះគឺខ្ញុំទទួលបាន2ថ្ងៃហើយគឺបាន2កាក់សម្រាប់2កាក់នេះគឺខ្ញុំទទួលបានក្នុងការផុសរូប2កាក់ហ្នឹងក្នុងការផុសរូបបងប្អូនហើយសម្រាប់មួយកាក់ទៀតគឺខ្ញុំទទួលបានពី post story ហើយខ្ញុំទទួលបានមួយកាក់នេះគឺនៅក្នុងថ្ងៃទី21ដែលនៅក្នុងថ្ងៃទិវាគុណពុកបងប្អូនហើយខ្ញុំទទួលបានក្នុងការផុសខ្ញុំគឺមួយកាក់សម្រាប់ថ្ងៃទី22គឺខ្ញុំបានផុសរូបម្ដងទៀតក៏ទទួលបានឃើញមួយកាក់ទៀតប៉ុន្តែក៏អត់ទាន់ឃើញលោតនៅលើការផុសរបស់ខ្ញុំដែរប៉ុន្តែលោតនៅក្នុងសរុបទឹកលុយបងប្អូនគឺសរុបក្នុងការផុសហ្នឹងបានមួយកាក់ទៀតចឹងបាន2កាក់ហើយខ្ញុំក៏បើកមើលសរុបគឺខ្ញុំទទួលបាន3កាក់ពេលដែលខ្ញុំបើកមើលទាំងអស់ខ្ញុំឆែកមើលអស់ទាំងអស់ទៅគឺខ្ញុំទទួលបានមួយកាក់នៅលើ story ដែលខ្ញុំផុសប៉ុន្តែក៏មិនប្រកាសថា story មួយណាដែរព្រោះខ្ញុំផុស story រឿងច្រើនហើយខ្ញុំក៏បានឆែកមើលដែរថា story មួយណាដែលបានមួយកាក់ហ្នឹងបងប្អូនហើយសម្រាប់ Facebook ខ្ញុំមួយនេះគឺខ្ញុំទើបតែ check out កាលពីថ្ងៃទី19ហើយថ្ងៃទី20គឺខ្ញុំអត់បានផុសទេហើយថ្ងៃទី19ដល់ថ្ងៃខ្ញុំ check out ហ្នឹងក៏ខ្ញុំអត់បានផុសដែរបងប្អូនហើយខ្ញុំផុសចាប់ផ្ដើមគឺថ្ងៃទី21ហើយនៅថ្ងៃទី22គឺខ្ញុំផុសបានទើបតែបាន2ថ្ងៃទេបងប្អូនតាមការពិតទៅខ្ញុំស្នើសុំ check out នេះគឺខ្ញុំស្នើសុំនៅក្នុង pack នេះបងប្អូនប៉ុន្តែក្នុង pack របស់ខ្ញុំអត់ទាន់បានទទួលលុយពីក្រុមហ៊ុន Facebook ទេគឺទទួលបាននៅក្នុង account Facebook របស់ខ្ញុំវិញបងប្អូនហើយការស្នើសុំគឺខ្ញុំធ្លាប់ស្នើសុំដាក់ account របស់ខ្ញុំនៅលើ Star មួយសារដែរបងប្អូនប៉ុន្តែ Star គឺអត់បានអីទេគឺមកវឹកចុងក្រោយនេះគឺក្រុមហ៊ុន Facebook បានឲ្យយើង check out មួយទៀតចឹងបងប្អូនសរុបមកគឺខ្ញុំបាន check out តែនៅក្នុង pack របស់ខ្ញុំទេទាំង Star ទាំង Multi Session ហ្នឹងបងប្អូនគឺខ្ញុំធ្វើតែនៅលើ pack របស់ខ្ញុំទេប៉ុន្តែទទួលបានគឺ account Facebook មុន pack ទៅវិញខ្ញុំក៏អត់ដឹងមកដែរហើយ pack របស់ខ្ញុំមួយរយៈនេះគឺចុះ view មែនតើបងប្អូនធ្លាប់តែ view ដល់តែ40000ជាងឥឡូវសល់តែ10000ទេហើយសម្រាប់ Facebook វិញក៏ចុះ view ដែរបងប្អូននៅសល់តែ20000ជាងទេដោយសារតែខ្ញុំអត់សូវបានផុសហើយការផុសរបស់ខ្ញុំក៏អត់សូវផ្ទុះដែរអញ្ចឹងទៅអាចធ្លាក់អញ្ចឹងបងប្អូនហើយការសម្រាយរបស់ខ្ញុំនៅលើ page Facebook របស់ខ្ញុំនៅ Facebook គឺចាប់តាមនឹងឯងអរគុណបងប្អូនដែលតាមដាននៅក្នុង clip វីដេអូសម្រាយរបស់ខ្ញុំបាយបាយ